បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះម៉ៃវាចង់ចែករំលែកពីរបៀបធ្វើ op list hole បាទឬក៏ list hole op ចឹងទៅបាទក៏ប៉ុន្តែថ្ងៃនេះពូមកជំនួសហ្នឹងហើយបាទមើលដៃដឹងមិនសាដៃម៉ែវាថ្ងៃនេះបាទខ្ញុំគាត់តែចង់បង្ហាញពីរបៀបធ្វើងាយៗនៅផ្ទះអញ្ចឹងណាបាទនេះយើងហៅថា list hole បាទនេះដូចតែបានឃើញនេះបាទជាតិណាបាទទូចចលឹងទេអា list ហ្នឹងមកបាទហើយអារសជាតិវាឆ្ងាញ់ជាងគេហ្នឹងអាអប់ហ្នឹងហ្មងបាទអត់ដឹងថារហូតនៅកំហូបអីឆ្ងាញ់ជាងហ្នឹងទៀតទេបាទនេះគឺក្រៅវាមានបារះព្រៅមានអីចឹងទៅណាបាទមានកូនស្លឹកគ្រៃមានដេកមានម្ទេសបាទមានខ្ទឹមផងអីចឹងទៅគឺក្រៅអប់ចឹងបងប្អូនតែគាត់ធ្លាប់ធ្វើប្រភេទអប់ហ្នឹងបាទដឹងហើយបាទមាន7ទុំមានស្លឹកក្រូចសើចមានអីចឹងមកបាទដើម្បីកាត់ឆ្អាបហ្នឹងណាបាទនេះបាទដាក់គ្រឿងដែលយើងហាន់ហើយហ្នឹងចូលមកបាទបាច់ប្រទេសហ្មងបាទបាច់ប្រទេសបាទនេះមាន7ទុំមានអីផងបាទមានស្ករតិចទៅអីតិចទៅគ្រឿងមួយឆ្ងាញ់បាទនេះគឺខ្ញុំអត់ជម្រាបជូនជាពុស្ដាទេបាទដាក់អាណាបន្តិចហ្នឹងអាហ្នឹងតាមបែបគ្រួសារយើងទៅអញ្ចឹងណាបាទលៃមិញមកឆ្ងាញ់ទៅបាទនេះបាទច្បល់គ្រឿងវាឲ្យចូលឲ្យសព្វហ្នឹងមកព្រោះអាលីសហ្នឹងវាធម្មតាគ្រាន់តែលាងទឹកហើយវាហាមាត់អញ្ចឹងទៅបាទអញ្ចឹងដល់ពេលយើងដាក់គ្រឿងដាក់អីចឹងទៅបាទគ្រឿងក៏វាចូលតាមមាត់វាទៅដែរបាទសំណងណាបាទអត់ឃើញចង់ប្រក់ទៅមាត់ដែរនិយាយមែននេះបាទតែប៉ុណ្្នឹងយកមកដាក់ផ្ទះអត់ហើយលឿនណាស់នេះនោះចាំមើលតែក្របតាមមួយផ្លែតហ្នឹងក្របតាមផ្លែតដែរត្រូវក្តៅហាមាត់ច្រើនបាត់ហើយបាទតែប៉ុណ្្នឹងបាទបន្តមកចាំបានយើងដាក់ម្រះព្រៅចឹងមកឲ្យនេះវាបានទាំងក្លិនឈ្ងុយហើយបន្ថែមរសជាតិឆ្ងាញ់ទៅទៀតណាបាទម្រះព្រៅអានេះឆាក្តៅឆាអីក៏ត្រូវដែរបាទនេះបាទជាការស្រាច់ឃើញហ៎បាទងាយលឿនរហ័សតន់ចិត្តហើយឆាប់បានញ៉ាំទៀតជាតិហ្មងបាទបើមិនជឿសាកមើលខ្លួនឯងនៅផ្ទះណាបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលចិត្តបាទហើយកុំភ្លេចជួយ follow page ក៏ដូចជា subscribe channel YouTube ផងដែរបាទដើម្បីទទួលបានវីដេអូថ្មីទៀតបាទជួបគ្នានៅ clip វីដេអូក្រោយទៀតបាទអរគុណបាយបាយ